បាទខ្ញុំបាទសូមគោរពអរគុណចំពោះលោកអ្នកនៅពុយពុទ្ធបានទេសនាឥឡូវខ្ញុំនិយាយពីថាសម្ដីស្រមៃសុបិនក៏កាត់តម្រុយទាយហើយឃោសនារោសំលេងជាចុចមេដាយទេណាបាទថាបែបស្មានព្រាវព្រោះបានលឺអ្នករតីស្រដីថាយ៉ាងនេះយ៉ាងនោះថាណាព្រាបឬក៏ថាមានព្រាបលើកម្លាំងកម្ពុជាខ្លះថាចាំមើលអង្គការសហប្រជាជាតិដោះស្រាយទោះជាយ៉ាងណាបែបណាក៏បែបតោខ្ញុំបាទក៏មិនដឹងមិនចេះទាយមិនដែលយល់សពទេព្រោះខ្ញុំបាទជាជនសាមញ្ញមិនមានប្រាជ្ញាញាណដោយព្រះសម្មាសម្ពុទ្ធដែលបានមានសុភាសិតថាហាលើវាស្លាក់ជាក៏វាស្លែងសម្ដីស្លាក់ស្លែងសម្ដីស្លាក់ស្លែងនេះគឺពាក្យប្រគោះបោកណាលោកអ្នកពាក្យប្រគោះបោកបាទខ្ញុំបាទលឺតែគេនេះដូចតែគ្នាដែរណាមិនដែលចេះកាត់តម្រុយមុនបានប្រោបាទហើយគេហៅថាដំណឹងសម្ដីនិយាយតាមគ្នាតមួយឃើញមួយនិយាយតាមគ្នាក្នុងចូលអាកែមួយកែ10ទៅខ្ញុំដឹងទេប៉ុន្តែការនិយាយច្រើនតែនិយាយតាមតែគ្នាតែប៉ុណ្ណោះតាមតែខ្លួនឯងសម័យឃើញតែពេលមានតាមពេលស្រែឬក៏តាមផ្ទះសម្បែងធម្មតាសាមញ្ញណា